Hai đầu vây ban chi manu chục chay chỉ ra nơi tài miên aram ai có. Vì mình men kron tài chỉ ca rô nụ tê, tài vì miên hai po đai mình nức sman đỏ. Manu chỉ ra chưa thà ca miên à chip đai miên therapy hệ ranh vật thổ đai miên sơ vật phiếp nâng ca tự tụ ban ca cọt sơ sa pi manu chỉ ra nom ở miên chi vật đọc bình lên tu chi yang na cọ đòi. Manu chục chay chỉ ra tự tụ sco thà thlop chu proteh nâng phiếp ai có ở vây đai bằng ca phiếp tùy khní ni. Mùi phiếp chục chay nom một nơi ở các chỉ ra bần tay cọp chọp một chỉ mùi nâng ca đọ đô phòng đài. Nơi khung cùng nếtរបស់មនុស្សជាច្រើនភាពជោគជ័យគឺមានន័យដូចគ្នានឹងសុភមង្គលការងារល្អប្រាក់ចំណូលខ្ពស់តំណែងដែលគួរឲ្យចង់បាននិងជីវិតដ៏សុខស្រួលហាក់ដូចជាធៀបសមដែលនាំមកនូវភាពពេញចិត្តទោះជាយ៉ាងណាក៏ដោយការពិតបង្ហាញថាភាពជោគជ័យមិនតែងតែមកជាមួយនឹងអារម្មណ៍នៃការភ្ជាប់នោះទេមនុស្សជាច្រើនលះបង់ពេលវេលានិងធម៌ពលភាគច្រើនរបស់ពួកគេដើម្បីសាងអាជីពរបស់ពួកគេទទួលយកការងារបន្ថែមម៉ោងធ្វើដំណើរជាញឹកញាប់សម្រាប់ការងារឬផ្ដល់អាទិភាពដល់ការងារជាជាងចំណាយពេលជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិយូរទៅការវិភាគដ៏មានញឹកបណ្ដាលឲ្យទំនាក់ទំនងកាន់តែស្ដាងទៅការសន្ទនាការប្រជុំនិងដំណើរកម្សាន្តជាលក្ខណៈគ្រួសារត្រូវបានពន្យាពេលម្ដងហើយម្ដងទៀតក្រឡេកមើលទៅក្រោយមនុស្សជាច្រើនដឹងថាពួកគេសម្រេចបានច្រើនប៉ុន្តែមានមនុស្សតិចណាស់ដែលត្រូវចែករំលែកសេចក្តីរីករាយរបស់ពួកគេជាមួយឬទុកចិត្តក្នុងអំឡុងពេលដ៏លំបាក 2. តំណែងកាន់តែខ្ពស់កាន់តែពិបាករកនរណាម្នាក់ដើម្បីទុកចិត្តហេតុផលមួយទៀតដែលមនុស្សជោគជ័យច្រើនតែមានអារម្មណ៍ឯកោគឺសម្ពាធពីតំណែងរបស់ពួកគេអ្នកគ្រប់គ្រងម្ចាស់អាជីវកម្មឬបុគ្គលដែលមានតួនាទីសំខាន់ជារឿយត្រូវធ្វើការសម្រេចចិត្តជាច្រើនដែលប៉ះពាល់ដល់ក្រុមពួកគេត្រូវបានគេរំពឹងថានឹងតែងតែមានភាពស្ងប់ស្ងាត់ម៉ឺងម៉ាត់និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពដូច្នេះមនុស្សជាច្រើនស្ទាក់ស្ទើរក្នុងការបង្ហាញពីភាពអស់កម្លាំងរបស់ពួកគេឬសម្ពាធដែលពួកគេកំពុងជួបប្រទះពួកគេព្រួយបារម្ភថាការចែករំលែកច្រើនពេកនឹងប៉ះពាល់ដល់រូបភាពរបស់ពួកគេឬបណ្ដាលឲ្យអ្នកដទៃបាត់បង់ទំនុកចិត្តបន្តិចម្ដងពួកគេស៊ាំនឹងការដោះស្រាយអ្វីគ្រប់យ៉ាងដោយខ្លួនឯងនេះធ្វើឲ្យពួកគេកាន់តែរឹងមាំនៅកន្លែងធ្វើការប៉ុន្តែក៏ពង្រីកគម្លាតជាមួយអ្នកនៅជុំវិញពួកគេផងដែរ 3. មិនមែនទំនាក់ទំនងទាំងអស់សុទ្ធតែជំរុញទំនុកចិត្តនោះទេនៅពេលដែលមនុស្សម្នាក់សម្រេចបានតំណែងខ្ពស់ឬស្ថានភាពហិរញ្ញវត្ថុល្អទំនាក់ទំនងសង្គមកាន់តែស្មុគស្មាញមនុស្សមួយចំនួនភ្ជាប់ទំនាក់ទំនងដោយស្មោះស្ម័គ្រដោយសារតែសេចក្តីស្រឡាញ់ប៉ុន្តែអ្នកផ្សេងទៀតធ្វើដូច្នេះដើម្បីការងារឬផលប្រយោជន៍ហិរញ្ញវត្ថុនេះធ្វើឲ្យមនុស្សជោគជ័យមួយចំនួនមានការប្រុងប្រយ័ត្នជាងមុនអំពីការបង្កើតមិត្តភ័ក្តិឬការបើកចំហការត្រូវពិចារណាជានិច្ចថាអ្នកណាដែលស្មោះត្រង់ពិតប្រាកដអាចបង្កើតអារម្មណ៍នៃការបម្រុងទុកក្នុងការទំនាក់ទំនងសូម្បីតែនៅជុំវិញមនុស្សជាច្រើនក៏ដោយពួកគេនៅតែអាចមានអារម្មណ៍ថាខ្វះទំនាក់ទំនងជិតស្និទ្ធដើម្បីចែករំលែកអ្វីគ្រប់យ៉ាងជាមួយភាពជោគជ័យមិនមែនជាគោលដៅចុងក្រោយនៃសុភមង្គលនោះទេមនុស្សជាច្រើនចំណាយពេលច្រើនឆ្នាំដើម្បីតាមរកគោលដៅធំមួយដោយគិតថាការសម្រេចគោលដៅនោះនឹងនាំមកឲ្យពួកគេនូវសុភមង្គលពេញលេញទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីឈានដល់ដំណាក់កាលដែលពួកគេចង់បានអារម្មណ៍រំភើបរីករាយច្រើនតែមានរយៈពេលជាក់លាក់មួយប៉ុណ្ណោះនៅពេលដែលសេចក្តីរីករាយរសាត់បាត់ទៅពួកគេចាប់ផ្ដើមតម្រង់ទៅរកគោលដៅបន្ទាប់ប្រសិនបើជីវិតវិលជុំវិញតែការសម្រេចបាននូវភាពជោគជ័យមនុស្សងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពប្រញាប់ប្រញាល់ទៅមុខឥតឈប់ឈរភ្លេចរីករាយនឹងបច្ចុប្បន្នទោះបីជាមានរបស់ដែលគួរឲ្យចង់បានជាច្រើនក៏ដោយពួកគេនៅតែអាចមានអារម្មណ៍ថាខ្វះអ្វីមួយ